រឿងនាងបដាចានាងបដាចាដែលពីកុមារីឈ្មោះថាសេដ្ឋីធីតាបានកើតក្នុងត្រកូលសេដ្ឋីមួយសេដ្ឋីនោះមានកូន2នាក់ប្រុសម្នាក់បងនាងជាកូនទី2កូនពៅហើយក៏ជាកូនជាទីស្រឡាញ់បំផុតរបស់មាតានិងបិតាផងដែរកុមារីដ៏ស្រស់ប្រឹមប្រៃនៅពេលដែលមានអាយុល្មមចូលរៀនហើយមាតាបិតាក៏បានបញ្ជូនឲ្យទៅសិក្សារៀនសូត្រនៅឯសាលាជាមួយនឹងកូនរបស់សេដ្ឋីដទៃទៀតសេដ្ឋីធីតាគឺជាក្មេងឆ្លាតបំផុតក្នុងការសិក្សានិងជាក្មេងរស់រាយរាក់ទាក់ជាមួយនឹងភឿកលោកគ្រូអ្នកគ្រូដោយមិនរើសអើងនិងប្រកាន់រឹកពីអ្វីឡើយនាងត្រូវបានការលើកសរសើរជារឿយៗពីលោកគ្រូអ្នកគ្រូថាជាក្មេងឆ្លាតពូកែនិងរស់រាយជាងបដាចាធីតាឬសេដ្ឋីធីតានៅពេលដែលមានវ័យវឌ្ឍនាការធំធាត់ឡើងនៅអាយុ16ឆ្នាំក្រោយពីរៀនចប់ទៅមាតាបិតាក៏បញ្ឈប់ឲ្យទៅរៀនសេដ្ឋីធីតាពេលនាងពេញវ័យហើយនាងមានរូបឆោមឡោមព័ន្ធស្រស់ស្អាតណាស់ស្អាតជាងគេលើសក្មេងស្រីទាំងឡាយមានថ្ងៃមួយមាតាបិតាបានសង្កេតឃើញកូនតែងតែចេញទៅកយន្តផ្កាក្នុងសួននិងបេះផ្កាមឹកថើមជារឿយៗទើបរៀបចំចាត់ចែងអង្គអ្នកថែសួនកំឡោះមុខស្រស់រៀងសង្ហានិងជាអ្នកឧស្សាហ៍ម្នាក់ឲ្យមករៀបចំសួនផ្កានិងថែរក្សាសួនផ្កានោះជាប្រចាំនៅក្បែរប្រាសាទទាំង7ជាន់របស់នាងធីតាក្រមុំដើម្បីកុំឲ្យកូនក្រមុំរូបស្រស់សោភារបស់ខ្លួនពិបាកទៅកយន្តសួននៅឆ្ងាយមិនយូរប៉ុន្មាននាងបានឃើញបុរសអ្នកបម្រើខិតខំប្រឹងប្រែងឧស្សាហ៍ព្យាយាមក្នុងងារថែសួនព្រមទាំងមានរាងសង្ហាផងទើបបណ្ដាលឲ្យនាងមានចិត្តប្រតិបត្តិស្នេហាជាមួយនឹងកំឡោះអ្នកថែសួននោះរហូតបានដេករួមរស់ជាមួយគ្នាបំពេញច្បាប់ទម្លាប់និងប្រពៃណីប៉ុន្មានថ្ងៃក្រោយមកស្រាប់តែមានបុត្ររបស់សេដ្ឋីមកពីត្រកូលផ្សេងមកចូលស្ដីដណ្ដឹងនាងហើយមាតាបិតារបស់នាងក៏បានលើកនាងឲ្យទៅបុត្រសេដ្ឋីនោះប៉ុន្តែនាងមិនសុខចិត្តរៀបការជាមួយនឹងបុរសផ្សេងឡើយទើបបានបបួលមាណពៈរត់ចេញពីផ្ទះទៅរស់នៅឲ្យឆ្ងាយផុតពីអាពាហ៍ពិពាហ៍បង្ខិតបង្ខំមួយនេះពួកនាងបានទៅរស់នៅក្នុងភូមិមួយដាច់ស្រយាលដែលពុំមានអ្នកណាស្គាល់នាងនិងមាណពៈឡើយមួយឆ្នាំក្រោយមកនាងក៏មានគភ័ក្រហើយស្រាប់តែនាងមានអារម្មណ៍នឹកឪពុកម្ដាយណាមួយព្រួយបារម្ភនៅពេលសម្រាលកូនក្រែងគ្នាអ្នកជួយមើលថែនិងយកចិត្តដូចឪពុកម្ដាយទើបទទូចសុំប្តីទៅលេងឪពុកម្ដាយតែត្រូវបានប្តីប្រកែកលុះដល់គភ័ក្រចាស់ហើយនាងកាន់តែនឹកឪពុកម្ដាយខ្លាំងឡើងទើបលួចទៅដោយមិនប្រាប់ប្តីឲ្យដឹងឡើយព្រោះខ្លាចក្រែងប្តីមិនឲ្យទៅប៉ុន្តែជាចៃដន្យមានអ្នកភូមិម្នាក់ដឹងទើបមកប្រាប់ប្តីនាងឲ្យដឹងមាណពៈបានរត់ទៅតាមរកហើយបបួលយកមកវិញដោយប្រាប់នាងថាចាំថ្ងៃក្រោយចាំទៅលេងពោះគាត់ភ្លេចខ្លួន2ឆ្នាំក៏កន្លងផុតទៅនាងក៏មានគភ័ក្រជាលើកទី2ហើយក៏ទទូចសុំប្តីទៅលេងឪពុកម្ដាយម្ដងទៀតដោយការសន្យាពីមុនមកផងទើបមាណពៈជាប្តីមិនហ៊ានប្រកែកក៏សម្រេចចិត្តជូនប្រពន្ធទៅដោយគិតថាទោះស្លាប់ឬរស់ក៏ដោយកំពុងតែធ្វើដំណើរទៅតាមផ្លូវយប់ងងឹតព្រៀងស្រាប់តែមានភ្លៀងផ្គរខ្យល់រន្ទះបានបង្អូរឡាយហើយជាចៃដន្យនាងក៏ឈឺពោះសម្រាលកូននៅទីនោះប្តីនាងបានចេញទៅរកមែកឈើនិងអុសយកមកទ្រាប់និងទុកដុតសម្រាប់ឆ្អាលប្រពន្ធក្រោយពីសម្រាលហើយតែអកុសលមនុស្សសត្វតែងប្រព្រឹត្តទៅតាមកម្មមាណពៈនោះក៏ត្រូវពោះកម្មស្លាប់កណ្ដាលព្រៃក្បែរដំបូកមិនឃើញប្តីត្រឡប់មកវិញកូនក៏សម្រាលមកនាងចាំបាត់តាំងពីប្រលឹបប៉ុនកាសដាល់អាធ្រាត្ររហូតដល់ភ្លឺនៅតែមិនឃើញប្តីមកទើបពកូននឹងដឹកដៃកូនបងទៅដើររកប្តីស្រាប់តាទៅប្រទាលប្តីដេកដួលស្លាប់នៅក្បែរដំបូកនាងនឹងកូនស្រីទ្រហោយំសោកស្ដាយអាឡោះអាល័យរកអ្វីមកព្រៀបពុំមានឡើយទុកដាក់សពប្តីរួចនាងសម្រេចចិត្តទៅតែ3នាក់ម៉ែកូនក៏បានទៅដល់ស្ទឹងមួយស្រាប់តែមានទឹកពេញព្រៀបព្រោះភ្លៀងពីយប់ជាការឆ្លងទៅទាំង3នាក់មិនកើតទើបយកកូនតូចទៅទុកនៅច្រាំងត្រីផ្យ៉ាង
ត្រឡប់មកវិញដល់ប៉ុនកាសដាស្ទឹងស្រាប់តែមានសត្វខ្លែងដើមមួយហើរមកឆាបយកទារកនោះទៅនាងស្រែកបក់ដៃឲ្យខ្លែងទម្លាក់ទារករបស់ខ្លួនលុះកូនច្បងឃើញដូច្នោះស្មានតែម្ដាយបក់ដៃហើរកូនប្រុសច្បងនោះក៏ដើរចុះទៅក្នុងទឹកនិងទឹកក៏បានគួចយកកុមារតូចបាត់ទៅឃើញសភាពដូច្នោះនាងធីតាពិតជាលំបាកចិត្តស្ទើរសន្លប់ក្នុងទឹកតែនាងបានប្រវេប្រវាឡើងទៅលើច្រាំងបានក៏សន្លប់ស្ទុកស្ទឹងតែម្នាក់ឯងពេលនាងដឹងខ្លួនឡើងក៏ដើរតម្រង់ទៅផ្ទះឪពុកម្ដាយដើម្បីរៀបរាប់ប្រាប់ពីទុក្ខលំបាករបស់ខ្លួនឲ្យឪពុកម្ដាយស្ដាប់ពេលទៅដល់ផ្ទះនាងស្រាប់តែឃើញផ្ទះរលំអស់ព្រោះភ្លើងឆេះអស់និងឃើញគេរៀបចំបូជាសពទាំង3ដែលជាឪពុកម្ដាយនិងបងប្រុសរបស់នាងឃើញដូច្នោះក៏សន្លប់បាត់ស្មារតីនាងដឹងខ្លួនហើយក៏សន្លប់ទៀតដឹងខ្លួនហើយក៏សន្លប់ម្ដងទៀតពេលដឹងខ្លួនចុងក្រោយនាងក៏វង្វេងស្មារតីអស់និងលែងដឹងខ្លួនឯងថាជាអ្នកណាទៀតហើយនាងដើរច្រៀងផងយំផងស្រែករកប្តីរកកូនផងនិងរកឪពុកម្ដាយផងជានេះទៅទៀតនាងដើរលែងคล้ายជាមនុស្សម្នាឡើយក្រោយពីឈួតវង្វេងនាងចេះតែដើរគ្រប់ទីកន្លែងស្រែកលោឡាមិនឈប់មានថ្ងៃមួយនាងដើរតែដល់វត្តព្រះសង្ឃព្រះអង្គក៏ត្រាស់ហៅនាងឲ្យចូលទៅអង្គុយស្ដាប់ធម៌នឹងគេទឹកនឹកទៅដូចដួងចិត្តកិនជ្រោលស្នេហ៍ស្និទ្ធណាស់ត្រង់ជីវ៉ាតែអសង្ឃឹមក្នុងចិនដារួងហួងអត្ថានឹងត្រកជឿបានទេព្រះគង្គាពាក្យបើគង្គាថ្លែងចចាអោមេឃក៏ផកនឹងវាតាជួយស្រាយបញ្ហាស្ទើរលេបក្រេបមិនណាយហេឆាចំឆាយដោយគំនោពីផ្អែមថែមខ្លែបក្លិនច័ន្ទធូបង
ឲ្យបានបងត្រូវតស៊ូយកឲ្យបានចង់បានអ្វីក្រ